មើលវាងាយស្រួលប៉ុណ្ណាក្នុងការដោះស្រាយអាកប្បកិរិយាគួរឲ្យស្អប់ខ្ពើមរបស់អ្នកចេញយ៉ាងអរគុណថ្ងៃនេះអ្នកមិនត្រឹមតែគាត់បានជួយសង្គ្រោះខ្ញុំហើយក៏ជួយសង្គ្រោះលោកគ្រូឈីនផងដែរលោកគួរតែធ្វើដូច្នេះចុះលោកមិនមែនមានន័យថាខ្ញុំជាមិត្តប្រុសរបស់អ្នកគឺខ្ញុំអ្នកកំពុងលេងសើចខ្ញុំមិនមែនជាអ្នកទេនេះជាការផ្ទុះឡើងវិញនៃជំងឺចាស់សូមត្រឡប់មកជាមួយខ្ញុំក្រុមគ្រួសារខ្ញុំនឹងជួយអ្នកដោះស្រាយវាសូមអរគុណចំពោះជំនួយរបស់អ្នកនេះជាលើកដំបូងហើយដែលខ្ញុំបានទៅលេងផ្ទះក្មេងប្រុសកន្លែងស្នាក់នៅនេះស្អាតណាស់អង្គុយចុះមិនអីទេដំបូងដោះសម្លៀកបំពាក់ចេញហើយយកថង់កម្ដៅចេញលាបកន្សែងមួយទៅហឹមអ្នកនាងអ្វីដែលខ្ញុំចង់មានន័យថាអ្នកដាក់នៅខាងក្រៅដោះរបាំងចេញហើយដាក់កន្សែងក្តៅវិញចាំបន្តិចសិនអូខ្ញុំដឹងហើយមិនអីទេសម្រាប់បន្តិចសិនទៅចេញយ៉ាងអ្នកអាចហៅខ្ញុំថាសៀវវៃបានមិនអីទេសៀវវីលោកឆេនយ៉ាងជីតាថិនតើខ្ញុំមិនបានសុំអ្នកឲ្យធ្វើជាចៅប្រុសប្រសាររបស់ខ្ញុំទេហឹមហេតុអ្វីអ្នកមិនយល់ព្រមអ្នកចង់ឲ្យខ្ញុំក្លាយជាកូនស្រីរបស់គ្រួសារឈីនមែនទេកូនប្រសារខ្ញុំនៅតែជាមិត្តប្រុសរបស់ខ្ញុំគុំល្ងងអីឈ្មោះរបស់អ្នកគឺឆេនយ៉ាងខ្ញុំសូមអានវាដោយផ្ទាល់កំណាព្យឲ្យមួយដោយណេហួរនៅលើប្រព័ន្ធប្រតិបត្តិការ Android គឺឆេនយ៉ាងលោកឆេនយ៉ាងគាត់ជាយ៉ាវសៃពូទី2របស់ហាវជាមនុស្សចម្លែកហើយគាត់ថាចៅឆ្កែឆ្កួតទៅបរោះនោះកុំមានចិត្តស្អប់គ្នាអីដើម្បីសម្រេចគោលដៅរបស់អ្នកឈានឲ្យចូលប្រយ័ត្ននឹងវិធីសាស្ត្ររបស់អ្នកក្មេងស្រីនៅក្នុងផ្ទះដឹងច្រើនកូនឲ្យប្រញាប់ឡើងហើយឲ្យវាមកខ្ញុំជីតាបើខ្ញុំលុតជង្គង់ចុះតើលោកតានឹងឲ្យខ្ញុំទៅជាមួយអ្នកណាលុតជង្គង់ចុះគាត់មកពីគ្រួសារលីនរបស់ខ្ញុំកូនប្រសាររបស់ខ្ញុំមិត្តប្រុសរបស់ខ្ញុំចេញយ៉ាងលីនកូនប្រសារអនាគតរបស់ខ្ញុំហាហាហាក្មេងស្រីនោះដែលជាអ្នកកុហកបានសម្លាប់គ្រួសារលីនជឿមិនជឿឥឡូវខ្ញុំនៅទីនេះហើយបាញ់អ្នកហើយបន្ទាប់មកលីនខ្ញុំបានសម្អាតផ្ទះជាមួយគ្នាទម្លាប់ឲ្យស្ត្រីរបស់គាត់រារាំងគាត់បាននិយាយមុននេះថាខ្ញុំជាស្ត្រីរបស់គាត់ទោះបីជាសេចក្តីស្លាប់ចិត្តមកដល់ក៏ដោយក៏មនុស្សនៅតែចង់សើចដែរកុំបន្ទោសខ្ញុំដែលធ្វើពុតជាវីរបុរសអីខ្ញុំមិនបានផ្ដល់ឱកាសឲ្យអ្នកនៅពេលនេះទេលុតជង្គង់ចុះនៅចំពោះមុខខ្ញុំហើយខ្ញុំនឹងដាក់ខ្នាយមួយនៅទីនោះបើខ្ញុំពេញចិត្តខ្ញុំនឹងឲ្យគាត់ទៅអញគួរតែស្លាប់ឲ្យលឿនទៅបើមិនដូច្នោះទេខ្ញុំនឹងបំផ្លាញជីវិតរបស់ខ្ញុំប្រសិនបើអ្នកមានឆ្អឹងសម្រាប់ដុតចូលលុតជង្គង់ចុះទៅលើមេឃលុតជង្គង់នៅចំពោះមុខឪពុកម្ដាយនិងគ្រូបង្រៀនជំនាញរបស់អ្នកគ្រប់គ្រាន់ដើម្បីសម្លាប់
អ្នកឯងស្លាប់សាច់ហើយ